បាទសួស្តីបងប្អូនអ្នកគ្នាខ្ញុំបង្ហាញស្នាញ់គេតរបស់យើងនេះគឺភាគទី5ភាគទី5ភាគនេះគឺដាក់ខ្វីនៅកង់លើណាមួយកន្លះក្នុងបាទដាក់មួយកន្លះក្នុងដូចគ្នាយ៉ាងដែរមកហើយកង់លើយើងកាត់35តែមួយកង់នេះយើងកាត់45សង់ទីម៉ែត្រឬក៏ស្មើនឹង1ហាត់ណាបាទយើងវាស់ខាងក្រោមវាស់ខាងក្រោមខ្វីនេះដូចគ្នាមកហើយយើងយកចំនួនកាត់43ណាបងប្អូន43វាតបាន45បាទកាត់ប៉ុណ្្នឹងមកណាមកភាគហ្នឹងមកភាគទី5ធំមកកង់ខ្ញុំដាក់តែមកភាគទេបាទបងប្អូនបានវិញរនហើយហ្នឹងមកចុះមកបាទនេះមួយកន្លះក្នុងកង់ទី2បាទនេះមួយកន្លះក្នុងកង់ទី1បាទកន្លះក្នុងកង់ទី2កង់ក្រោយដាក់មួយកន្លះក្នុងទៀតបាទដាក់3កង់បាទដាក់ដុប3កង់បាទចិត្តជុំបងប្អូនបាទខ្ញុំដាក់ទូរស័ព្ទនៅពីមុខបើយើងកេវធម្មតាធ្វើលឿនជាងហ្នឹងអត់ជប់ទូរស័ព្ទនៅពីមុខណាបាទវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេភាគហ្នឹងបើយើងធ្វើប្របែកក្មេងគឺដែនដែលទេបាទគឺដែនដែលវិធីធ្វើតាកយកក្មេងប្របែកក្មេងគឺដូចដែនដែលទេគឺវាអត់ខុសគ្នាទេបាទនេះគឺក្លា4ហ៊ុន8ហាត់សាច់បែក8ហាត់សាច់បែកក្មេងត្រឹមមួយកន្លះក្នុងកង់ទី2ភាគទី5បាទបងប្អូនចង់រៀនធ្វើសំណាញ់គឺអាចធ្វើតាមវិធីនេះបានណាបាទមើលពីភាគតាមខ្ញុំប្រឡែងកាត់ប្រឡែងប្រមាណទម្លាក់ប្រមាណអញ្ចឹងណាបាទខ្ញុំធ្វើតាមខ្ញុំនៃក្បួនខ្ញុំប្រាប់ដល់មកគឺបែកស្អាតហើយបងបែកល្អបាទនេះខ្ញុំធ្វើតែ8ហាត់សាច់បែកទេគោលបំណងរបស់ខ្ញុំចុះប្រងធ្វើ4ហ៊ុន8ហាត់សាច់បែកខ្ញុំធ្វើចំនួន10វងបាទឬក៏10សំណាញ់ហើយបាទខ្ញុំធ្វើ10ហាត់ម្ដងបាទអរគុណច្រើនបងប្អូនអ្នកគ្នាជួយចុច Subscribe share វីដេអូខ្ញុំមួយផងចាំខ្ញុំបង្ហាញជូនតិចៗនៃការធ្វើសំណាញ់បន្តទៀតបាទអរគុណច្រើន